ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានក្លាយជាបញ្ហាឈឺក្បាលដ៏ធំមួយទៀតសម្រាប់លោក Trump សាររបស់លោក Stubb គឺត្រង់សហរដ្ឋអាមេរិកមិនអាចបន្តធ្វើដូចជាខ្លួនជាម្ចាស់ឆាកពិភពលោកបានទេមិនថាវាជាប្រទេសវេណេស៊ុយអេឡា Greenland អ៊ីរ៉ង់ឬមជ្ឈិមបូព្រាទេទីក្រុង Washington មិនអាចគ្រាន់តែធ្វើចលនាមុនគេមិនអើពើនឹងសម្ព័ន្ធមិត្តហើយរំពឹងថាអ្នកផ្សេងទៀតនឹងធ្វើតាមក្រោយនោះទេការកាត់ក្តីរបស់លោកគឺត្រង់ទៅចំណុចកណ្ដាលនៃរចនាប័ទ្មគោលនយោបាយការបរទេសរបស់លោក Trump អ្នកមិនអាចទាមទារ Greenland ដោយមិនស្ដាប់ប្រទេសដាណឺម៉ាកនិង Greenland បានទេអ្នកមិនអាចចាប់ផ្ដើមសកម្មភាពនៅអ៊ីរ៉ង់ហើយធ្វើពុតជាច្បាប់អន្តរជាតិមិនសំខាន់នោះទេអ្នកមិនអាចព្យាយាមគ្រប់គ្រងមជ្ឈិមបូព្រាតែម្នាក់ឯងហើយបន្ទាប់មករំពឹងថាអឺរ៉ុបនឹងសម្អាតផលវិបាកនោះទេលោក Stubb កំពុងបញ្ជាក់យ៉ាងច្បាស់ថាអឺរ៉ុបលែងមានឆន្ទៈក្នុងការត្រូវបានចាត់ទុកដូចជាអ្នកទស្សនាទៀតហើយប្រសិនបើអាមេរិកចង់បានស្ថិរភាពពិតប្រាកដវាត្រូវការសម្ព័ន្ធមិត្តការទូតនិងភាពស្របច្បាប់អន្តរជាតិនេះមិនមែនគ្រាន់តែជាការរិះគន់នោះទេវាគឺជាការត្រួតពិនិត្យការពិតពីមេដឹកនាំអឺរ៉ុបដែលមានឆ្អឹងខ្នងសម័យកាលដែលទីក្រុង Washington សម្រេចចិត្តថាអ្វីគ្រប់យ៉ាងតែម្នាក់ឯងគឺចប់ហើយប្រទេសចិនបានបរិច្ចាគអង្ករចំនួន 60,000 តោនដល់ប្រទេសគុយបាដោយអង្ករចំនួន 15,000 តោនដំបូងបានមកដល់ចំពេលមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងការបិទផ្លូវប្រេងទូគីនិងអារ៉ាប៊ីសាអូឌីតបានស្នើសុំឲ្យលោក Trump ទទួលយកកិច្ចព្រមព្រៀងអ៊ីរ៉ង់និងបញ្ចប់សង្គ្រាមការហៅទូរស័ព្ទរវាងប្រធានាធិបតី Trump និងបណ្ដាប្រទេសនៅមជ្ឈិមបូព្រាទើបតែបញ្ចប់ប្រទេសសំខាន់ទាំងអស់ចាប់ពីអារ៉ាប៊ីសាអូឌីតរហូតដល់ទូគីបានស្នើសុំឲ្យលោក Trump ទទួលយកកិច្ចព្រមព្រៀងនិងបញ្ចប់សង្គ្រាមនៅក្នុងតំបន់ Al Jazeera នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu មានការព្រួយបារម្ភយ៉ាងខ្លាំងនិងគូព្រួយបារម្ភថាប្រធានាធិបតី Trump នឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លោកបានជំរុញឲ្យសហរដ្ឋអាមេរិកបើកការវាយប្រហារមួយជុំទៀតយោងតាមរបាយការណ៍របស់ Axios លោក Trump និយាយថាតម្លៃប្រេងឥន្ធនៈខ្ពស់គឺជាតម្លៃដែលជនជាតិអាមេរិកត្រូវតែចំណាយគូសម្រាប់អ៊ីរ៉ង់ដែលមិនមានអាវុធនុយក្លេអ៊ែរប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលគឺលោក Mojtaba Khamenei មានចរិតរឹងរូសជាងឪពុករបស់គាត់ហើយបដិសេធមិនធ្វើសម្ពាធធំណាមួយឡើយអ៊ីរ៉ង់និយាយថាខ្លួននឹងពិចារណាបង្កើនកម្រិតអ៊ុយរ៉ាញ៉ូមរបស់ខ្លួនដល់ 90 ដែលត្រូវការសម្រាប់សាងសង់អាវុធនុយក្លេអ៊ែរប្រសិនបើត្រូវបានវាយប្រហារម្ដងទៀតប្រធានាធិបតី Trump កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ដោយដែលសេនរីកាពូទីនរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាទុកអ៊ុយរ៉ាញ៉ូមដែលបង្កើនកម្រិតរបស់អ៊ីរ៉ង់រុស្ស៊ីធ្លាប់បានធ្វើបែបនេះពីមុនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ដែលបង្ហាញម្ដងទៀតថាទីក្រុងមូស្គូនៅតែជាតួអង្គសំខាន់ក្នុងវិស័យនុយក្លេអ៊ែរសកលចង់តាមដានព័ត៌មានថ្មីៗបន្តទៀតសូមបងប្អូនជួយចុច Like Share និងចុច Subscribe ម្នាក់មួយផងសូមអរគុណ